ជាដំបូងយើងបើកចូលក្នុង Google Chrome រួចហើយយើងទៅរកwebsite Gemini ហើយយើងតម្លាក់ path prompt សម្រាប់ធ្វើកិច្ចទិញការចូលសម្រាប់ខ្ញុំឧទាហរណ៍អំពីការធ្វើកិច្ចទិញការគណិតវិទ្យាថ្នាក់ទី9ឥឡូវវាកំពុងដំណើរការចេញចម្លើយឲ្យហើយគឺយើងអាចរងចាំបន្តិចដើម្បីឲ្យវាចេញចម្លើយអស់យើងអាចរងចាំបន្តិចនៅពេលចេញចម្លើយអស់នៅខាងចុងវានឹងចេញចុច3យើងចុច export វាទៅជា Google Doc ឬក៏នាំចេញទៅជាឯកសារក្នុងភាសាខ្មែរយើងចុចលើហ្នឹងមកឥឡូវវាកំពុងដំណើរការហើយវាកំពុងតែ convert ទៅជា Google Doc នៅពេលវា convert បានហើយយើងចុចបើកឯកសារហ្នឹងមកពេលវាចេញជា Google Doc គឺយើងអាច edit ឬក៏យើងកែ font ដាក់ color ដាក់អីតាមបានពេលដែលយើងឃើញអីដែលយើងគិតថាត្រូវយើងអាចលុបវាចោលបានយើងក៏អាច convert វាទៅជានេះដែលយើងចុចកន្លែង file ហើយចុច download យើងរើសយក Microsoft Word Doc ទៅវានឹងចេញ download ហើយពេលវា download វានឹងចេញហើយយើងចុចលើ កន្លែង download នោះមកវានឹងបើកលទ្ធផលនៅក្នុង Microsoft Word នៅពេលវាចេញនៅក្នុង Microsoft Word យើងគ្រាន់តែ enable edit ចុចកន្លែង enable edit ហ្នឹងមកគឺយើងអាច edit បានហើយសម្រាប់រូបមន្តគណិតវានឹងចេញជាកូដ LaTeX អញ្ចឹងសម្រាប់កូដ LaTeX គឺយើង convert វាទៅជារូបមន្តដែលអាចមើលយល់មកដោយយើងអាចប្រើ key L ជាមួយសញ្ញាស្មើអញ្ចឹងវានឹងចេញបើកកន្លែង equation ឲ្យយើងឬហើយយើង copy កូដ LaTeX នឹងដាក់ចូលទៅហើយចុច enter វានឹងចេញមកហើយឬក៏មួយទៀតគឺយើង copy កូដ LaTeX នឹងដែររួចហើយយើងចុចកន្លែង insert ហើយរកពាក្យ equation នៅខាងចុងពេលយើងចុចអាហ្នឹងទៅវានឹងចេញមក tab equation here អញ្ចឹងយើង copy កូដ LaTeX ហ្នឹងដាក់ចូលក្នុងកន្លែង equation ហ្នឹងហើយកន្លែង convert ហ្នឹងគឺយើងត្រូវរើសយក LaTeX បើយើងយក Unicode ពេលដែលយើងដាក់ទៅវាអត់ចេញទេបន្ទាប់ពីយើងដាក់ហើយយើងក៏ចុច enter មកវានឹង convert កូដ LaTeX ហ្នឹងទៅជារូបមន្តហើយយើងលុបកូដ LaTeX ហ្នឹងចោលអញ្ចឹងយើងអាចធ្វើអញ្ចឹងនៅគ្រប់រូបមន្តទាំងអស់បានពេលដែលយើងធ្វើហើយគឺយើងចុច save មកយើងរកកន្លែងដែលយើងចង់ដាក់ហើយយើងដូរឈ្មោះ file យើងអាច save វាទុកជា Word ក៏បានជា PDF ក៏បាននៅពេល search ជា PDF អញ្ចឹងយើងអាចមើលបាននៅពេល search ជា PDF